អ្នកមានរក្សាខ្សត់អ្នកក្រអ្នកមានគឺមនុស្សដូចតែគ្នាទេត្រូវការភាពកក់ក្ដៅត្រូវការលើកទឹកចិត្តដូចគ្នាយើងមានហើយយើងគួរតែចែករំលែកនៅក្តីស្រឡាញ់ខ្លះទៅឲ្យអ្នកខ្សត់ជាងយើងតែយើងមានហើយគួរចែករំលែកគំនិតខ្លះទៅកាន់មនុស្សដែលល្ងឹតល្ងងជាងយើងតែគួរសង្គ្រោះអ្នកខ្សត់ផងមនុស្សមានមេត្តាមិនថាលក់ដូររកស៊ីឬធ្វើចំនួនអីនោះទេបើមានមហាជនគាំទ្រច្រើនមហាជនជ្រោមជ្រែងច្រើនគ្មានការស្អប់គ្មានការគុំគួននោះមុខជំនួញនឹងជីវិតរបស់យើងនឹងរីកចម្រើនទៅមុខរុងរឿងថ្កុំថ្កើងមនុស្សដែលមានចំណង់ទាំង3ប្រភេទនេះធ្វើឲ្យយើងក្លាយជាមនុស្សដែលមានគុណភាពនៅក្នុងចំណោមមនុស្សរួមចំនួនជាមួយគ្នាទី1គឺចង់ចេះចង់ដឹងមានយុវជនជាច្រើនគាត់និយាយថាគាត់ចង់ដើរតាមក្តីសម័យ